ជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្លុកថ្ងៃនេះដែរបាននិយាយពីទីកន្លែងដែលពេញនិយមនៅក្នុងខេត្តបាត់ដំបងមួយកន្លែងដែលមិនដែលខកខាននឹងគឺផ្សារថ្មីបាត់ដំបងយើងនេះឯងចឹងថ្ងៃនេះផងដែរខ្ញុំចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាផ្សារថ្មីរបស់យើងម្ដងនៅទីនេះបងប្អូនអាចមើលឃើញពីសភាពដ៏សែនរញ៉េរញ៉ៃមែនទែនតែរញ៉េរញ៉ៃបែបជីវិតអ្នកលក់ដូរអ៊ូអអ្នកទិញចិញ្ចចូលមិនដាច់ភ្នែកហើយនៅក្នុងផ្សារថ្មីនេះផងដែរគឺមានអីវ៉ាន់ក៏ដូចជាសម្ភារៈប្រើប្រាស់ច្រើនមែនទែនដូចជាបន្លែស្អាតផ្លែឈើស្រស់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃហើយសម្រាប់តម្លៃវិញក៏សាមញ្ញសមស្របសម្រាប់និស្សិតក៏ដូចជាប្រជាជនទូទៅផងដែរនៅតាមផ្លូវដែលខ្ញុំដើរនេះក៏មិនភ្លេចបង្ហាញបងប្អូនអំពីអ្វីដែលគួរទស្សនានៅផ្សារថ្មីនេះដែរពីព្រោះមិនត្រឹមតែជាកន្លែងទិញទំនិញទេតែក៏ជាកន្លែងដែលបង្ហាញពីជីវិតប្រចាំថ្ងៃនិងវប្បធម៌របស់អ្នកខេត្តបាត់ដំបងផងដែរដូច្នេះសម្រាប់អ្នកណាដែលធ្លាប់មកដើរផ្សារថ្មីនេះកុំភ្លេចខមមិននៅខាងក្រោមដើម្បីចែករំលែកឲ្យបងប្អូនរបស់យើងបានដឹងផងហើយបើសិនជាចង់ឲ្យខ្ញុំទៅថតនៅទីកន្លែងណានៅក្នុងខេត្តបាត់ដំបងបន្ថែមទៀតសូមជួយខមមិននៅខាងក្រោមផងណាបាយបាយ